ตาสมัยนี้ជាស្មៅប្រភេទអីបាទនៅកម្ពុជាយើងសម្បូរស្មៅនេះមែនទែនស្មៅហ្នឹងតាមស្រុកតាមភូមិគេហៅខុសៗគ្នាហើយបើបងប្អូនហៅយ៉ាងម៉េចយ៉ាងម៉ាកុំភ្លេចខមមិនប្រាប់ខាងក្រោមផងកាលពីតូចខ្ញុំច្រូតស្មៅគោឃើញស្មៅនឹងច្រើនហើយក៏ធ្លាប់ច្រូតឲ្យគោស៊ីដែរប៉ុន្តែអត់ដែលស្គាល់ឈ្មោះវាទេហើយតែចាស់ចាស់នៅភូមិខ្ញុំគាត់ប្រាប់ថាស្មៅហ្នឹងជាស្មៅជើងមាន់ហើយខាងខេត្តកដាលខេត្តខ្ញុំនេះគេហៅថាស្មៅម្រាមដៃណែដោយសារឃើញថាពួកគាត់ឃើញរូបរាងវាដូចជើងមាន់ហើយនឹងម្រាមដៃប្រហែលបាញ់គាត់ហៅស្មៅនឹងប្រភេទហ្នឹងបាទស្មៅជើងមាន់ហ្នឹងឃើញមានតែខ្លះគេយកដាំទឹកផឹកតែដឹងព្យាបាលជំងឺអីគេដែរខ្ញុំឃើញតែខាងគេដកច្រូតយកទៅដាំទឹកផឹកខាងបងមួយចំនួនហើយហ្នឹងឯងបើសិនជាបងប្អូនស្គាល់ស្មៅហ្នឹងហើយមានការហៅប្រភេទខុសពីស្មៅជើងមាន់និងស្មៅរឿងនេះក៏ជួយខ្លួនបានផង